នៅក្នុងប្រទេសកម្ពុជានាសម័យបច្ចុប្បន្នយើងសង្កេតឃើញថាយុគសម័យ Digital និងបដិវត្តឧស្សាហកម្ម 4.0 បានដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកំណើនការងារផ្នែកបច្ចេកវិទ្យានិងជំរុញឲ្យប្រទេសកម្ពុជាដើរទៅមុខបានយ៉ាងឆាប់រហ័សក៏ប៉ុន្តែទន្ទឹមនឹងការរីកលូតលាស់នេះក៏មានជាបញ្ហាមួយចំនួនដែលត្រូវបានលើកឡើងផងដែរបញ្ហាដែលគួរឲ្យកត់សម្គាល់ទៅនោះមានដូចជាបញ្ហាកង្វះខាតនៃប្រភពចំណេះដឹងអំពីបច្ចេកវិទ្យាជឿនលឿនកង្វះសហគមន៍សម្រាប់ការបញ្ចេញមតិជជែកនិងរៀនសូត្រអំពីបច្ចេកវិទ្យានិងកង្វះខាតអំពីព័ត៌មាននៃឱកាសការងារផ្នែកបច្ចេកវិទ្យាដោយមើលឃើញពីបញ្ហាទាំងនេះក្នុងនាមជាអ្នកអភិវឌ្ឍគេហទំព័រពួកយើងបានធ្វើការពិភាក្សាគ្នាស្វែងរកដំណោះស្រាយឲ្យសមស្របទៅនឹងបញ្ហាដែលកំពុងតែជួបប្រទះហើយពួកយើងក៏សម្រេចចិត្តបង្កើតគេហទំព័រមួយដែលមានឈ្មោះថា FutureTech សូមស្វាគមន៍មកកាន់គេហទំព័រ FutureTech ដើម្បីប្រើប្រាស់យើងត្រូវធ្វើការចុះឈ្មោះពេញព័ត៌មានផ្ទាល់ខ្លួនហើយចុចលើពាក្យបង្កើនករណីជាការស្រេចប្រសិនបើផ្លេចពាក្យសម្ងាត់ក្នុងពេលចូលប្រើអាចចុចទៅលើពាក្យផ្លេចពាក្យសម្ងាត់បំពេញ Gmail បំពេញលេខកូដ OTP កំណត់នៅពាក្យសម្ងាត់ថ្មីជាការស្រេចទំព័រដើមគឺជាទំព័រដែលក្រុមការងាររបស់ពួកយើងធ្វើការបង្ហាញនូវបច្ចេកវិទ្យាសំខាន់ៗដែលគូសហការបញ្ចេញមតិឬសំណួរញឹកញាប់ដែលសួរដោយអ្នកប្រើប្រាស់ដទៃទៀតអ្នកប្រើប្រាស់អាចធ្វើការអានបន្ថែមទៅលើព័ត៌មានដែលខ្លួនចង់ដឹងដែលនៅក្នុងទំព័រនេះក្រុមការងាររបស់ពួកយើងបានចងក្រងនូវចំណេះដឹងដែលទាក់ទងទៅនឹងបច្ចេកវិទ្យាឲ្យអ្នកប្រើប្រាស់ងាយស្រួលស្វែងយល់ផងដែរអ្នកប្រើប្រាស់ក៏អាចធ្វើការផ្លាស់ប្ដូរពណ៌ផ្ទៃខាងក្រោយទំព័រព្រឹត្តិការណ៍គឺជាទំព័រដែលដាក់បង្ហាញនូវព្រឹត្តិការណ៍ទាំងឡាយដែលក្រុមការងាររបស់ពួកយើងបានរៀបចំឡើងអ្នកប្រើប្រាស់អាចមើលបន្ថែមទៅលើព្រឹត្តិការណ៍ទាំងនោះអានអំពីព័ត៌មានលម្អិតទាក់ទងទៅនឹងព្រឹត្តិការណ៍ផងដែរមិនតែប៉ុណ្ណោះអ្នកប្រើប្រាស់អាចជ្រើសរើសទីតាំងអំពីព្រឹត្តិការណ៍ដែលនៅជួយខ្លួនឯងបំផុតទំព័រស្វែងរកអាជីពជាបានបែងចែកចេញជាពីរនៅក្នុងទំព័រឱកាសការងារអ្នកប្រើប្រាស់អាចស្វែងរកការងារដែលខ្លួនពេញចិត្តនៅក្នុងទំព័រនេះហើយអាចមើលអំពីព័ត៌មានលម្អិតនៃឱកាសការងារនោះបានផងដែរប្រសិនបើអ្នកប្រើប្រាស់ចាប់អារម្មណ៍ទៅនឹងការងារអ្នកប្រើប្រាស់អាចទំនាក់ទំនងតាមព័ត៌មានខាងក្រោមក្នុងទំព័រឱកាសការក៏មានលក្ខណៈដូចទៅនឹងឱកាសការងារដែរនៅក្នុងទំព័រសហគមន៍គឺជាទំព័រដែលមានមុខងារច្រើនជាងគេដើម្បីឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មីអ្នកប្រើប្រាស់អាចធ្វើការចុច like ឬក៏ repost ទៅលើអត្ថបទរបស់អ្នកដទៃធ្វើការអានបន្ថែមអ្នកប្រើប្រាស់ក៏អាចធ្វើការបញ្ចេញមតិរបស់ខ្លួននៅខាងក្រោមមិនតែប៉ុណ្ណោះអ្នកប្រើប្រាស់អាចចូលមើលអំពីព័ត៌មានផ្សេងទៀតរបស់ user ដទៃធ្វើការបោះបង់មិត្តភ័ក្តិប្រសិនបើខ្លួនចង់ផងដែរមិនតែប៉ុណ្ណោះអ្នកប្រើប្រាស់អាចមើលពីដំណឹងផ្សេងៗនៅក្នុងការជូនដំណឹងដែលមានដូចជាដំណឹងទាំងអស់ដំណឹងរបស់មិត្តភ័ក្តិឬក៏ដំណឹងនៃប្រព័ន្ធផងដែរទំព័រអត្ថបទពេញនិយមគឺជាទំព័រដែលពួកយើងបានធ្វើការចងក្រងនៃអត្ថបទដែលកំពុងនៅទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ដែលក្នុងនោះយើងមានអត្ថបទដែលមានការចុចច្រើនអត្ថបទវែងនិងអត្ថបទកំពុងតែរះផងដែរនៅក្នុងទំព័រប្រភេទអត្ថបទគឺជាទំព័រដែលក្រុមការងាររបស់យើងបានចងក្រងអត្ថបទទៅជាប្រភេទរបស់វាហើយអ្នកប្រើប្រាស់អាចសម្គាល់អត្ថបទតាមរយៈ icon ពណ៌ក្រហមដើម្បីធ្វើការបង្កើតអត្ថបទអ្នកប្រើប្រាស់គ្រាន់តែធ្វើការបញ្ចូលនូវព័ត៌មានមួយចំនួនដូចជាចំណងជើង
ការបរិយាយខ្លីទៅលើចំណងជើងអត្ថបទរបស់ខ្លួនជ្រើសរើសរូបភាពជ្រើសរើសស្លាកអត្ថបទហើយចុចលើពាក្យបកស្រាយអត្ថបទជាការស្រេចទំព័របន្ទប់ជជែកគឺជាទំព័រដែលមានការដាក់បង្ហាញនៅបន្ទប់ជជែកនានាអ្នកប្រើប្រាស់អាចធ្វើការចូលរួមទៅលើបន្ទប់ជជែកដោយចុចលើពាក្យចូលរួមឬក៏ធ្វើការវាយលេខកូដប្រសិនបើបន្ទប់នោះជាបន្ទប់ឯកជនអ្នកប្រើប្រាស់អាចធ្វើការបង្កើតបន្ទប់ផ្ទាល់ខ្លួនដោយធ្វើការបំពេញព័ត៌មានមួយចំនួនដូចជាដាក់រូបថតឲ្យបន្ទប់ដាក់ឈ្មោះឲ្យបន្ទប់កំណត់សមាជិកឬកំណត់លក្ខខណ្ឌផ្សេងៗទៅតាមចំណូលចិត្តហើយចុចលើពាក្យបង្កើតបន្ទប់ជាការស្រេចហើយអ្នកប្រើប្រាស់អាចមើលពីទំព័ររបស់ខ្លួនឬផ្លាស់ប្ដូរព័ត៌មានផ្សេងៗដូចជាឈ្មោះផ្ទាំងខាងក្រោយឬ profile របស់ខ្លួនមើលអំពីទិន្នន័យផ្សេងៗដូចជា Gmail ឬក៏ password ផ្ទាល់ខ្លួនផ្លាស់ប្ដូរព័ត៌មានរបស់ខ្លួនកំណត់មុខងារពីរកត្តាឬ two factor ឬធ្វើការលុបករណីរបស់ខ្លួនក្នុងករណីចាំបាច់អ្នកប្រើប្រាស់អាចធ្វើការមើលពីទិន្នន័យផ្សេងៗរបស់ខ្លួន customize ទៅលើព័ត៌មានផ្សេងៗដែលខ្លួនចង់ដាក់បង្ហាញបានផងដែរនៅក្នុងទំព័រទំនាក់ទំនងអ្នកប្រើប្រាស់អាចធ្វើការតាក់ទងមកកាន់ពួកយើងដែលគ្រាន់តែធ្វើការបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួនហើយចុចពាក្យផ្ញើសារជាការស្រេចអ្នកប្រើប្រាស់អាចមើលអំពីព័ត៌មានផ្សេងៗដែលតាក់ទងជាមួយនឹងពួកយើងក្នុងទំព័រអំពីយើងជាចុងក្រោយខ្ញុំបាទសូមធ្វើការថ្លែងអំណរគុណទៅដល់ក្រសួងប្រៃសណីនិងទូរគមនាគមន៍មូលនិធិសអសាលាបណ្ដុះបណ្ដាលបច្ចេកវិទ្យាអានដែលបានផ្ដល់ឱកាសអាហារូបករណ៍ដល់យើងខ្ញុំក្នុងការអភិវឌ្ឍខ្លួននៅក្នុងជំនាញអភិវឌ្ឍគេហទំព័រខ្ញុំបាននឹងបដិញ្ញាចិត្តថានឹងប្រឹងប្រែងខិតខំរៀនសូត្រដើម្បីដកខាត់ខ្លួនឯងឲ្យក្លាយជាចំណែកមួយនៃសង្គមសូមអរគុណ